បាទជាដំបូងសូមលំអរកាយគោរពនិងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនអរគ្នាដែលថ្ងៃនេះយើងវិលត្រឡប់ជួបគ្នាសារជាថ្មីម្ដងទៀតហើយបងប្អូនអត្ថបទយើងថ្ងៃនេះគឺយើងនិយាយគ្នាអំពីមូលហេតុអ្វីខ្លះដែលធ្វើឲ្យយើងទាំងអស់គ្នានឹងមានជំងឺតម្រងនោមណាបងប្អូនដឹងហើយថាកាលពីម្សិលមិញថាជំងឺតម្រងនោមគឺជាជំងឺមួយដែលស្ងាត់ស្ងៀមណានៅពេលដែលវាចេញសញ្ញាយើងដឹងហើយមានន័យថាវាខូចខាតរហូតដល់ 90% ដែរហើយអញ្ចឹងណានេះជាការមួយដែលបងប្អូនទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នឲ្យមែនទែនសម្រាប់បងប្អូនដែលមានវ័យកាន់តែច្រើនកាន់តែប្រុងប្រយ័ត្នបាទជាមួយនឹងបញ្ហាជំងឺតម្រងនោមបាទអញ្ចឹងយើងទៅទាំងអស់គ្នាអំពីមូលហេតុនៃជំងឺតម្រងនោមបាទមូលហេតុទី1នោះគឺពាក់ព័ន្ធនឹងបងប្អូនដែលមានជំងឺរ៉ាំរ៉ៃយូរឆ្នាំដូចជាប្រភេទជំងឺទឹកនោមផ្អែមឬជំងឺលើសឈាមអញ្ចឹងទៅបាទហេតុអីបានជាជំងឺទឹកនោមផ្អែមវាធ្វើឲ្យប៉ះពាល់ទៅដល់តម្រងនោមកាលពីប្រហែលថ្ងៃមុនយើងបានចែករំលែកគ្នាហើយថាផលលំបាកនៃជំងឺទឹកនោមផ្អែមវានឹងវិវត្តមានន័យវាមានផលលំបាកធ្វើឲ្យយើងអាចងាយនឹងកើតជំងឺតម្រងនោមបានបាទអញ្ចឹងដល់យើងមកដល់ហើយថាបងប្អូនដែលមានជំងឺរ៉ាំរ៉ៃមានថាជំងឺដែលកើតយូរបាទជំងឺហ្នឹងព្យាបាលយូរខែយូរឆ្នាំដូចជាជំងឺទឹកនោមផ្អែមពេលដែលបងប្អូនកើតហើយគឺហូតតែម្ដងហើយអញ្ចឹងបងប្អូនបងប្អូនដែលមានជំងឺទឹកនោមផ្អែមអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នដោយសារតែជាតិស្ករនៅក្នុងឈាមរបស់យើងនឹងវាទៅប្លុកសរសៃឈាមនៅតម្រងនោមរបស់យើងនឹងឬក៏ការមួយទៀតពាក់ព័ន្ធនឹងការច្រោះជាតិស្ករនៅក្នុងឈាមតាមរយៈតម្រងនោមរបស់យើងនឹងដែលគាត់ច្រោះតម្រងនោមច្រោះឈាមរបស់យើងនឹង1ម៉ោងរហូតដល់12ដងហើយណាបងប្អូនអញ្ចឹងបើសិនជាក្នុងឈាមរបស់យើងនឹងមានជាតិស្ករអញ្ចឹងវាធ្វើឲ្យជាតិស្ករនោះវាស្ទះនៅកន្លែងត្រង់ចម្រោះនឹងឯងអញ្ចឹងធ្វើឲ្យតម្រងនោមរបស់យើងមានបញ្ហាណាបងប្អូនណាទី1អញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នឲ្យមែនទែនសម្រាប់បងប្អូនដែលមានជំងឺទឹកនោមផ្អែមពីព្រោះបងប្អូនទាំងគ្នាអាចប្រឈមជាមួយនឹងការកើតជំងឺតម្រងនោមណាជំងឺតម្រងនោមគឺជាជំងឺមួយដ៏និយាយថាធ្ងន់អញ្ចឹងតែម្ដងចាស់ព្រោះនៅពេលដែលយើងដឹងហើយបញ្ជាក់ម្ដងទៀតថាពេលដែលយើងដឹងហើយមានន័យថាវាវិវត្តរហូតមានន័យយើងមានបញ្ហាដល់ 90% បាត់ទៅហើយបាទចំណែកជំងឺរ៉ាំរ៉ៃទី2ដូចជាជំងឺលើសសម្ពាធឈាមណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពជួបប្រទះជាមួយនឹងជំងឺលើសសម្ពាធឈាមបងប្អូនទាំងគ្នាក៏ជាមូលហេតុដែលនាំឲ្យបងប្អូនកើតជំងឺតម្រងនោមដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនទាំងគ្នាគួរតែប្រុងប្រយ័ត្នឲ្យមែនទែនប្រសិនជាបងប្អូនកំពុងតែមានស្ថានភាពមានជំងឺរ៉ាំរ៉ៃផ្សេងបងប្អូននោះជាមូលហេតុដែលធ្វើឲ្យបងប្អូនមានបញ្ហាតម្រងនោមអញ្ចឹងបងប្អូនបាទចំណុចទី2វិញគឺពាក់ព័ន្ធនឹងការបង្ករោគដោយពពួកមេរោគផ្សេងណាបងប្អូនឬក៏ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្រោះថ្នាក់អីមួយដែលប៉ះពាល់ទៅដល់តម្រងនោមអញ្ចឹងក៏ធ្វើឲ្យតម្រងនោមបងប្អូនមានបញ្ហាដែរអញ្ចឹងបងប្អូនការករោគដោយពពួកបាក់តេរីឬក៏ពពួកអីផ្សេងទៀតអញ្ចឹងទៅដែលវាអាចធ្វើឲ្យតម្រងនោមរបស់យើងមានបញ្ហាអញ្ចឹងវាក៏ជាមូលហេតុមួយដែលធំដែរដែលនាំឲ្យបងប្អូនទាំងគ្នាមានជំងឺតម្រងនោមអញ្ចឹងបងប្អូនបាទចំណុចទី3គឺពាក់ព័ន្ធនឹងកាតាសែនគឺពាក់ព័ន្ធនឹងដំណពូជបាទអានេះយើងមិនអាចកាត់បន្ថយបានទេប៉ុន្តែយើងអាចស្វែងរកវិធីសាស្ត្រនៅក្នុងការពារជាមួយនឹងជំងឺតម្រងនោមបានប្រសិនជាបងប្អូនមានប្រវត្តិគ្រួសារដែលគាត់ធ្លាប់មានជំងឺតម្រងនោមអញ្ចឹងបងប្អូនទាំងគ្នាគួរតែធ្វើការប្រុងប្រយ័ត្នឲ្យមែនទែនបាទចំណុចទី3ចំណុចទី4ពាក់ព័ន្ធនឹងការពុលដូចជាបងប្អូនញ៉ាំតាមពេទ្យឬក៏ញ៉ាំអាហារដែលសម្បូរទៅដោយជាតិពុលអញ្ចឹងវាប្រឈមធ្វើឲ្យតម្រងនោមបងប្អូននឹងងាយនឹង
cao chừng ngữ còn bông ôn đang ấy tha tầm rong nu mò chướng mò mắm máu vì cho chim mò chướng nữa đập pi đòn chứ mò chim mò chướng vì miền diệt pol diệt score diệt ấy chứ việc vừa ở tầm rong nu dương miền Pành Hà hay nơi không tầm rong nu không đáy vì cho tập nơi không riêng cai dương một ngày vì chân lọt một rồi sao sắp tới một rồi hà sắp liệt chân trà mình tiền chân bữa sinh chỉ dương nhằm tập nhằm mà hà ở nhằm tập nhằm mà hà đại miền diệt pol rồi có pra pra năm pet đại miền diệt pol quốc ក៏វាបណ្ដាលឲ្យបងប្អូនទាំងគ្នាមានបញ្ហាតម្រង់នោមដែរហើយសម្រាប់ព័ត៌មាននេះគឺបងប្អូនទាំងគ្នាធ្លាប់ឮអ្នកខ្លះក៏ធ្លាប់ជួបច្រើនដែរតែបងប្អូនបាទអញ្ចឹងគួរតែប្រុងប្រយ័ត្នមុនញ៉ាំថ្នាំពេទ្យញ៉ាំអីត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានវិជ្ជបញ្ជានៅក្នុងការប្រើប្រាស់ជាមួយនឹងថ្នាំពេទ្យដែលបានត្រឹមត្រូវដើម្បីកុំឲ្យវាប៉ះពាល់ដល់តម្រង់នោមបងប្អូនបាទនៅពេលតម្រង់នោមបងប្អូនមានបញ្ហាបងប្អូននឹងជួបបញ្ហាកាន់តែធំអញ្ចឹងណាបងប្អូនបាទនេះទី4ចំណែកទី5ពាក់ព័ន្ធនឹងរបៀបរបបជីវិតនៃការរស់នៅប្រចាំថ្ងៃការរស់នៅប្រចាំថ្ងៃរបស់យើងណា lifestyle អញ្ចឹងសម្រាប់បងប្អូនការរស់នៅប្រចាំថ្ងៃពាក់ព័ន្ធនឹងជាពិសេសគឺការញ៉ាំទឹកបាទបងប្អូនត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាមួយនឹងតម្រង់នោមអញ្ចឹងណាបងប្អូនដឹងហើយមិញថាមួយថ្ងៃគឺវាអាចច្រោះទឹកចន្លោះពី130លីត្រទៅ150លីត្របើយើងគិតជាកានវាស្មើនឹង3-4កានឯណោះណា4កានអញ្ចឹងបើសិនជាយើងញ៉ាំទឹកអត់គ្រប់អញ្ចឹងធ្វើឲ្យតម្រង់នោមរបស់យើងមានបញ្ហាដូចគ្នាណាបងប្អូនបាទនៅពេលដែលយើងញ៉ាំទឹកអត់គ្រប់ធ្វើឲ្យ molecule នៅក្នុងទឹកនោមរបស់យើងនឹងវាឡើងកម្ហាប់ខ្លាំងអញ្ចឹងធ្វើឲ្យដល់ពេលដែលយូរទៅវាធ្វើឲ្យរលាកនៅតម្រង់នោមរបស់យើងហ្នឹងឯងអញ្ចឹងវាធ្វើឲ្យរាងកាយអត់តម្រង់នោមរបស់យើងមានបញ្ហាអញ្ចឹងដូច្នេះបងប្អូនត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់មួយថ្ងៃយ៉ាងតិច2លីត្រកន្លះឬក៏3លីត្រណាទៅតាមលទ្ធភាពដែលអាចញ៉ាំបានហើយជាពិសេសអ៊ំចាស់យាយចាស់បើសិនជាឧទាហរណ៍ថាពេលយកគាត់នោមច្រើនគាត់មិនហ៊ានប្រសាទេពេលល្ងាចទេអញ្ចឹងឲ្យគាត់ប្រសាពេលព្រឹកឲ្យច្រើនទៅពេលថ្ងៃបន្ថយទៅដើម្បីកង្កាត់បន្ថយការនោមពេលយកអញ្ចឹងណាបងប្អូនធ្វើម៉េចត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីជួយការពារទៅកាន់តម្រង់នោមបងប្អូនទាំងអស់គ្នាបាទពាក់ព័ន្ធនឹងអាហារការរស់នៅក្នុងដែរពាក់ព័ន្ធនឹងអាហារដូចគ្នាដូចជាអាហារដែលកែច្នៃបាទអាហារកែច្នៃបងប្អូនក៏ប្រឈមដែរព្រោះអាហារកែច្នៃហ្នឹងក៏វាប៉ះពាល់ដែរជាពិសេសពពួកដូចជាអាហារភេទជ្ជៈកំប៉ុងអីហ្នឹងពួកកែច្នៃដែលសម្បូរទៅដោយជាតិស្ករជាតិអីខ្ពស់ហ្នឹងវាសិតតែប្រឈមជាមួយនឹងបញ្ហាតម្រង់នោះបងប្អូនដែរណាសម្បីឥឡូវហ្នឹងនៅតាមមន្ទីរពេទ្យជាច្រើនគាត់អំពាវនាវក្រសួងសុខារដ្ឋាភិបាលក៏អំពាវនាវដែរអំពីគ្រឿងកំប៉ុងជាងឃើញថាក្មេងៗសម្បីតែក្មេងៗសម័យនេះក៏គាត់ប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែមហើយវិវត្តទៅដល់បញ្ហាតម្រង់នោមដែរអញ្ចឹងបងប្អូនដោយសារតែអាហារកំប៉ុងហ្នឹងវាសម្បូរទៅដោយជាតិស្ករចឹងនៅពេលដែលយើងញ៉ាំច្រើនទៅជាតិស្ករវាសល់ច្រើននៅក្នុងឈាមច្រើនចឹងវាទៅធ្វើឲ្យមានការកកស្ទះនៅក្នុងតម្រង់នោមរបស់យើងអញ្ចឹងធ្វើឲ្យតម្រង់នោមរបស់យើងមានបញ្ហាកើតឡើងអញ្ចឹងបងប្អូនដែលចូលចិត្តញ៉ាំភេសជ្ជៈណាគ្រឿងកំប៉ុងអីច្រើនយើងញាប់ហ្នឹងគួរតែប្រុងប្រយ័ត្នឲ្យមែនទែនបងប្អូនដឹងទេថាគ្រឿងកំប៉ុងញ៉ាំទៅវាអត់ខុសអីទេបើសិនជាយើងញ៉ាំឲ្យបានត្រឹមត្រូវណាពេលព្រោះគ្រឿងកំប៉ុងវាជាប្រភេទenergy drink មានថាជាប្រភេទទឹកញ៉ាំដើម្បីផ្ដល់ថាមពលអញ្ចឹងបងប្អូនប៉ុន្តែវាមានកម្រិតណាមួយដែលផ្ដល់ថាមពលនៅរាងកាយរបស់យើងណាបើសិនជាយើងញ៉ាំច្រើនរហូតដល់លើសកម្រិតនោះហើយវាជាការប៉ះពាល់ដល់សុខភាពអញ្ចឹងជាពិសេសដូចជាក្មេងអីអត់ទាន់គ្រប់អាយុត្រូវញ៉ាំផងអ្នកខ្លះអត់ធ្វើកាយផងញ៉ាំមួយថ្ងៃពីរពេកកំប៉ុងដែរអញ្ចឹងណាអ្នកខ្លះយើងមានអារម្មណ៍ថាវាផ្អែមអ្នកខ្លះក៏មានដល់ពេលយើងញ៉ាំរាល់ថ្ងៃទៅយើងមានអារម្មណ៍ដូចញៀនណាពេលយើងនឹកឃើញចង់ពេលអ្នកខ្លះពេលអត់ញ៉ាំវាទៅធ្វើឲ្យញ័រសាច់អ្នកខ្លះអត់ញ៉ាំទៅធ្វើឲ្យរហ័សរហៃទៅហេតុថាគេអត់លក់
អ្នកខ្លះក៏មានដែរតែអ្នកខ្លះញ៉ាំទៅក៏គេលក់អីចឹងទៅអញ្ចឹងទាំងអស់ហ្នឹងហើយដែលជាកត្តាដែលនាំឲ្យបងប្អូននៅពេលដែលបងប្អូនអត់ដឹងអំពីការប្រើប្រាស់ឬក៏អំពីការញ៉ាំឲ្យបានត្រឹមត្រូវជាកត្តាមួយដែលនាំឲ្យតម្រង់នោះបងប្អូនមានបញ្ហាដែរឃើញទេបងប្អូនបាទហ្នឹងពាក់ព័ន្ធនឹងរបបអាហារដែលយើងចាប់ញ៉ាំប្រចាំថ្ងៃអញ្ចឹងអាហារដែលយើងញ៉ាំត្រូវញ៉ាំអាហារដែលមិនមានជាតិពុលសម្រាប់ភេសជ្ជៈយើងត្រូវតែគិតគូរឲ្យមែនទែននៅក្នុងការញ៉ាំណាដើម្បីការពារកុំឲ្យវាប៉ះពាល់ទៅដល់តម្រង់នោមបងប្អូនបាទព្រោះតម្រង់នោមវាពិតជាសំខាន់ណាស់សម្រាប់រាងកាយរបស់យើងមិនមែនថាសរីរាង្គផ្សេងវាមិនសំខាន់ទេសរីរាង្គផ្សេងក៏សំខាន់ដែរប៉ុន្តែតម្រង់នោមនោះវាមានមុខងារនិងតួនាទីសំខាន់មួយនៅក្នុងការច្រោះជាតិពុលនៅក្នុងរាងកាយរបស់យើងជួយលាងជាតិស្ករឲ្យគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយរបស់យើងនឹងល្អប្រសើរអញ្ចឹងបើសិនជាតម្រង់នោមរបស់យើងមានបញ្ហាក្នុងរាងកាយរបស់យើងនឹងមានបញ្ហាជាច្រើនណាបងប្អូនបាទអញ្ចឹងនេះជាចំណុចទី5ទី6ពាក់ព័ន្ធនឹងប្រសិនបើបងប្អូនមានដូចជាមានគ្រោះមានជំងឺអីផ្សេងទៀតដែលវាប្រឈមនឹងប៉ះពាល់ណាបាទអញ្ចឹងបងប្អូនទាំងគ្នាក៏ងាយនឹងកើតជំងឺតម្រង់នោមដែរបងប្អូនបាទអញ្ចឹងបងប្អូនទាំងគ្នាគួរតែប្រុងប្រយ័ត្នឲ្យមែនទែនជាមួយនឹងបញ្ហាសុខភាពបងប្អូនហើយមានតែចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាមានតែសុខភាពល្អទេទើបបងប្អូនទាំងអស់គ្នាអាចធ្វើអីក៏បានដែរណាបងប្អូនអញ្ចឹងត្រូវចាប់អារម្មណ៍ជាមួយនឹងបញ្ហាសុខភាពខ្លួនឯងឲ្យមែនទែនបាទញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ2លីត្រកន្លះទៅ3លីត្រហើយជៀសវាងជាមួយអាហារកែច្នៃដូចជាពពុះប្រភេទអាហារកំប៉ុងជាប្រភេទអាហារដែលសម្បូរទៅដោយជាតិស្ករខ្លាំងដែលអាចប៉ះពាល់ទៅដល់បញ្ហាតម្រង់នោមបងប្អូនបាទអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគឺជាអ្វីដែលបងប្អូនអរគ្នាគួរតែប្រុងប្រយ័ត្នជាមួយនឹងបញ្ហាតម្រង់នោមយើងឃើញបងប្អូនឃើញហើយថាអ្នកដែលមានជំងឺតម្រង់នោមហ្នឹងគឺមានណាបើពេទ្យវិញក៏ឲ្យតម្លៃថាជំងឺតម្រង់នោមគឺជាជំងឺអ្នកមានហេតុអីនៅពេលដែលបងប្អូនទាំងអស់គ្នាមានបញ្ហាសុខភាពជំងឺតម្រង់នោមបងប្អូនត្រូវចាយលុយច្រើនណាបើសិនយើងថាលាងឈាមបើសិនជាលាងមួយថ្ងៃម្ដងបងប្អូនគិតទៅបើសិនជាមួយថ្ងៃយើងមិនចាំគិតច្រើនមួយថ្ងៃតែ30-40រៀលទៅណាចាំមួយខែ30ថ្ងៃណាមួយថ្ងៃ30រៀលអញ្ចឹងមួយខែជិត1000ណាយើងក៏លាងឈាមអញ្ចឹងតែយើងរកលុយណាបានណានៅការចំណាយប្រចាំថ្ងៃហើយនៅពេលដែលមាននរណាម្នាក់ឈឺនៅក្នុងគ្រួសារត្រូវមានម្នាក់ទៀតត្រូវចំណាយពេលនៅក្នុងការមើលថែអញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នាគួរតែប្រុងប្រយ័ត្នមែនទែនជាមួយនឹងបញ្ហាសុខភាពហើយសង្ឃឹមថាអ្វីដែលជាការចែករំលែកនោះគឺអាចជួយបងប្អូនបានមួយចំនួននៅក្នុងការរស់នៅប្រចាំថ្ងៃដែលពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់បងប្អូនទាំងគ្នាអញ្ចឹងខ្ញុំរំលឹកម្ដងទៀតថាមូលហេតុអ្វីខ្លះដើម្បីដែលបង្កឲ្យបងប្អូនទាំងគ្នាកើតជំងឺតម្រង់នោមបាទតែត្រួសទៅដើម្បីបងប្អូនទាំងគ្នាចាំហើយរំលឹកបាទសម្រាប់ទី1នោះគឺបងប្អូនដែលមានជំងឺរ៉ាំរ៉ៃណាមានជំងឺយូរខែយូរឆ្នាំហើយណាដូចជាប្រភេទជំងឺទឹកនោមផ្អែមឬក៏ជំងឺលើសសម្ពាធឈាមអញ្ចឹងមូលហេតុហ្នឹងរឿងហ្នឹងបងប្អូនអរគ្នាដឹងហើយថាហេតុអីបានទឹកនោមផ្អែមធ្វើឲ្យយើងមានជំងឺតម្រង់នោមហើយសម្ពាធឈាមកើតឡើងហើយធ្វើឲ្យយើងមានជំងឺតម្រង់នោមខ្ញុំបានប្រាប់បងប្អូនអស់ហើយបាទហើយមួយទៀតពាក់ព័ន្ធនឹងការបង្ករោគឬការគ្រោះថ្នាក់ផ្សេងដែលប៉ះពាល់ទៅដល់តម្រង់នោមណាបងប្អូនណាបាទអញ្ចឹងពាក់ព័ន្ធនៅពេលដែលវាបង្ករោគឬក៏យើងញ៉ាំអីដែលវាប៉ះពាល់អីចឹងទៅវារលាកទៅលើតម្រង់នោមអញ្ចឹងទៅមានសារធាតុគីមីមានជាតិពុលអីចូលទៅដល់ទៅនាំទៅមេរោគទៅដល់តម្រង់នោមរបស់យើងអញ្ចឹងធ្វើឲ្យមានការបង្ករោគកើតឡើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអរគ្នាគួរតែគិតគូរឲ្យមែនទែនពាក់ព័ន្ធនឹងបញ្ហាតម្រង់នោម
aiចំណុចទី3នោះគឺពាក់ព័ន្ធនឹងកត្តាសែនបាទបងប្អូនដែលមានដំណោពូជមានបងប្អូនជីដូនជីតាដែលកើតជំងឺតម្រងនោមបងប្អូនក៏ប្រឈមដែរមួយទៀតគឺពាក់ព័ន្ធនឹង immune system ប្រព័ន្ធការពាររាងកាយរបស់យើងវានៅពេលដែលវាប្រតិកម្មវាអាចធ្វើឲ្យតម្រងនោមរបស់យើងមានបញ្ហាដូចគ្នាអញ្ចឹងណាបាទអានឹងសម្រាប់ទី3ហើយទី4ពាក់ព័ន្ធនឹងជាតិពុលណាដូចជាការប្រើប្រាស់ថ្នាំពេទ្យមិនស្របតាមវិជ្ជាបញ្ជាបានត្រឹមត្រូវក៏ធ្វើឲ្យតម្រងនោមបងប្អូនខូចដែរអញ្ចឹងណាបងប្អូនអញ្ចឹងមុននឹងការប្រើប្រាស់ថ្នាំគួរតែស្វែងរកវិជ្ជាបញ្ជារកគ្រូពេទ្យដែលជំនាញនៅក្នុងការប្រើប្រាស់ថ្នាំដើម្បីឲ្យគាត់ចេញវិជ្ជាបញ្ជាឲ្យបងប្អូនណាដើម្បីបងប្អូនទាំងគ្នាញ៉ាំឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យប៉ះពាល់ទៅដល់បញ្ហាតម្រងនោមបងប្អូនបានបងប្អូនបាទនឹងចំណុចទី4ហើយចំណុចទី5គឺសំខាន់ពីព្រោះវាពាក់ព័ន្ធជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់យើងណាអាហារត្រូវតែស្អាតវាប្រកបថាស្អាតមិនមានជាតិពុលឬសារធាតុគីមីដែលទៅតាមរយៈអាហារដែលនាំឲ្យមានការបង្ករោគនៅលើតម្រងនោមវាប៉ះពាល់ទៅដល់តម្រងនោមផងដែរណាហ្នឹងសម្រាប់អាហារពាក់ព័ន្ធអាហារនេះផងដែរពាក់ព័ន្ធនឹងប្រភេទអាហារបើថាអាហារកែច្នៃដូចជាទឹកកំប៉ុងទឹកអីឥឡូវវាមានច្រើនមែនទែនហើយក៏ចង់ប្រាប់បងប្អូនថាមិនមែនញ៉ាំវាទៅសិតតែប៉ះពាល់សុខភាពទាំងអស់ទេប៉ុន្តែបើសិនជាបងប្អូនញ៉ាំឲ្យត្រឹមត្រូវណាតែវានឹងប៉ះពាល់នៅពេលដែលបងប្អូនញ៉ាំមិនត្រឹមត្រូវឧទាហរណ៍ថាទឹកកំប៉ុងគេប្រើដើម្បីជាធម្មពលឧទាហរណ៍ថាបងប្អូនធ្វើការអាចញ៉ាំបានមួយកំប៉ុងអញ្ចឹងដើម្បីផ្ដល់កម្លាំងតែបងប្អូនអត់ធ្វើការផងញ៉ាំដែរហើយញ៉ាំច្រើនទៀតអ្នកខ្លះអត់ធ្វើការញ៉ាំមួយថ្ងៃ2-3កំប៉ុងអ្នកខ្លះធ្វើការដែរតែញ៉ាំច្រើនអ្នកខ្លះមានរហូតដល់4-5កំប៉ុងអានោះក៏ជាបញ្ហាទៅដល់សុខភាពដែរហើយមួយចំនួនទៀតក្មេងដែលក៏អត់ទាន់គ្រប់អាយុជាទូទៅមានតែមនុស្សចាស់ទេដែលប្រើធម្មពលដើម្បីនឹងធ្វើការតែក្មេងអ្នកខ្លះក្មេងអត់ធ្វើអីផងក៏ឲ្យក្មេងនឹងញ៉ាំដែរអញ្ចឹងណាអញ្ចឹងក៏ជាកត្តាមួយដែលប្រឈមដែរបងប្អូនឃើញនៅតាមមន្ទីរពេទ្យឬក៏តាម clinic ផ្សេងណាទីពេទ្យធំជាច្រើនសូមលើកពីពិភពលោកក៏គេបាននិយាយអំពីរឿងទាំងអស់ហ្នឹងដែរណាបងប្អូនទាំងគ្នាដឹងច្បាស់អំពីរឿងហ្នឹងហើយពាក់ព័ន្ធនឹងការរស់នៅផងដែរបងប្អូនត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ណាបងប្អូនមួយថ្ងៃត្រូវញ៉ាំយ៉ាងតិចឲ្យបាន2លីត្រកន្លះទៅ3លីត្រដើម្បីឲ្យតម្រងនោមរបស់យើងនឹងវាដំណើរការល្អបងប្អូនបញ្ជាក់ម្ដងទៀតថាតម្រងនោមមួយថ្ងៃវាអាចច្រោះទឹករហូតដល់130ទៅ150លីត្រអញ្ចឹងបើសិនឧទាហរណ៍ថាយើងញ៉ាំ2លីត្រកន្លះទៅ3លីត្រហ្នឹងវាវិលជុំហ្មងវាច្រោះវិលជុំវាដំណើរនៅក្នុងរាងកាយចាំបើសិនជាយើងញ៉ាំតិចណាតើដំណើរការនៃការច្រោះហ្នឹងវាទៅជាបញ្ហាបែបណាបើសិនជាទូទៅបើសិនជាបងប្អូនមានស្បែកឬក៏មានកន្ត្រងសម្រាប់ត្រង់ឲ្យមួយនៅពេលដែលក្នុងទឹកហ្នឹងវាមានសម្រាមឬក៏ជាតិម៉ូលេគុលអីវានឹងធ្វើឲ្យកន្ត្រងយើងនឹងស្ទះហើយណាទឹកតិចទៅអញ្ចឹងតែអញ្ចឹងតម្រងនោមរបស់យើងគឺដូចគ្នានៅពេលដែលយើងញ៉ាំទឹកគ្រប់ធ្វើឲ្យកំហាប់ជាតិម៉ូលេគុលនៅក្នុងទឹកនោមរបស់យើងហ្នឹងកើនឡើងអញ្ចឹងវាធ្វើឲ្យស្ទះនៅតម្រងនោមរបស់យើងហ្នឹងអញ្ចឹងវានឹងយូរនៅពេលដែលយូរទៅវានឹងធ្វើឲ្យប្រឈមឲ្យតម្រងនោមរបស់យើងហ្នឹងវារលាកឯងអញ្ចឹងបងប្អូនអញ្ចឹងហើយក៏វាមានទូនាទីសំខាន់ដែរ1ម៉ោងវាច្រោះឈាមយើងរហូតដល់12ដងណាឃើញទេអញ្ចឹងបងប្អូនទាំងគ្នាត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់មួយថ្ងៃ2លីត្រកន្លះទៅ3លីត្រជាចាំបាច់បាទហើយពាក់ព័ន្ធនឹងជំងឺពាក់ព័ន្ធនឹងរឿងបញ្ហាមួយចំនួនទៀតបើសិនជាបងប្អូនមានគ្រោះតម្រងនោមណាអញ្ចឹងក៏ជាកត្តាមួយដែលនាំឲ្យបងប្អូនទាំងគ្នាមានបញ្ហាជំងឺតម្រងនោមកើតឡើងដែរអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់មូលហេតុនៃការកើតជំងឺតម្រងនោមរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្ណេះទេបាទ5-6ចំណុចនេះសង្ឃឹមថាអ្វីដែលជាការចែករំលែកនៅថ្ងៃនេះគឺអាចផ្ដល់ចំណេះដឹងទៅកាន់បងប្អូនអរគ្នាអាចមានចំណេះដឹងដើម្បីមើលថែខ្លួនឯងឬក៏ការពារខ្លួនឯងឬក៏បងប្អូនដែលនៅជុំវិញខ្លួនហើយអាចជួយបង្ហាត់ឬក៏ណែនាំគាត់នៅក្នុងការថែទាំសុខភាពផងអញ្ចឹងណាបងប្អូនដឹងហើយថានៅពេលដែលអ្នកណាម្នាក់នៅក្នុងគ្រួសារបងប្អូនមានបញ្ហាសុខភាព
chẳng mẹ ta mình nè thử trái bê chừng mưa nâng cứ miên pi nè phổ miên nè chứ mình nè nâng miên nè mơ thai mà nè hay bữa sân chi từng pi nè cứ sân tận nè thua ca đôi cái nè bông bông nông bạc chấm nấu nước chi về phép của sa bông bông nâng miên vài hà đôi cái nè bà này cứ chi រឿងមួយដែលបងប្អូនគួរតែគិតគូរអំពីបញ្ហាសុខភាពហើយនេះក៏ជាគោលដៅនៃការយើងធ្វើកម្មវិធីនេះឡើងគឺក្នុងគោលបំណងជួយជួយចែករំលែកអំពីបញ្ហាសុខភាពទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានយល់ដឹងអំពីបញ្ហាសុខភាពអាចមើលថែខ្លួនឯងនិងបងប្អូននេះឯងនេះបានអញ្ចឹងសម្រាប់កម្មវិធីយើងថ្ងៃនេះយើងមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំបាទសូមអមកាយគ្រប់ជម្រាបលាបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខចម្រើនទាំងអស់គ្នា